ពុទ្ធបរិស័ទបងប្អូនកូនចៅគឺថាការអប់រំចម្រើនសតិបញ្ញាគឺមានតម្លៃតម្លាភាពសម្រាប់ជីវិតក្រៃលែងណាស់អ្នកគ្រប់អង្គគ្រប់គ្នាកុំនិយាយត្រឹមតែពុទ្ធបរិស័ទយើងនិយាយដល់ទៅណាអាក្រក់ណានៃនឹកមើលណាដែលអាក្រក់ណានៃសម្រាប់យើងដែលគិតថាអាក្រក់ណានៃឃើញណារនឹកឃើញនៅអាក្រក់ណានៃណាមួយអញ្ចឹងហើយនឹកទៀតបើមិនមានលោភៈទោសៈមោហៈទេមានអាក្រក់អីបន្តិចបន្តួចទេឃើញណាមើលអ្នកដែលអាក្រក់ណានៃណាស់ហ្នឹងដែលយើងមិនអាចឲ្យអភ័យបានហ្នឹងប៉ុន្តែបើអត់លោភៈទោសៈមោហៈទេអ្នកនឹងមានបានធ្វើអាក្រក់អីបន្តិចបន្តួចប៉ិនចង់សរសៃសក់ទេប៉ិនចង់មកជុលទេយើងនឹកមើលយើងនឹកឃើញតើថាអត់មានទេដូច្នេះលោភៈទោសៈមោហៈនេះមានអ្នកណាធ្វើឲ្យខ្លួនឯងទាំងយើងទាំងអ្នកដទៃទាំងអានេះឯងដែលយើងត្រូវយល់ពាក្យព្រះអរហន្តថាជាទោសរបស់វត្តដាក់អត់មានអ្នកណាធ្វើលោភៈទោសៈមោហៈឲ្យខ្លួនឯងទេហើយបើអត់មានលោភៈទោសៈមោហៈហ្នឹងវាអត់មានអកុសលកម្មអីបន្តិចបន្តួចទេណាអត់មានការប្រព្រឹត្តខុសឆ្គំឆ្គងអីទាំងអស់ជាព្រះអរហន្តទៅហើយបើអត់លោភៈទោសៈមោហៈទេនោះដូច្នេះតើយើងចាប់ទោសកំហុសហ្នឹងទៅដាក់លើណាចាប់ណាមកទម្លាក់ក្នុងទោសកំហុសហ្នឹងកើតបើវាជារបស់វត្តដាក់អត់មានណាធ្វើកិលេសឲ្យខ្លួនឯងទេគ្រប់គ្នាបើយើងនិយាយជាបញ្ញត្តិសត្វតែជាអ្នករួងគ្រោះទាំងអស់គ្នារួងគ្រោះក្នុងវត្តដាក់នេះដែលយើងមានសមានចិត្តត្រូវជួយគ្នាទៅវិញទេឲ្យរួចពីលោភៈទោសៈមោហៈហ្នឹងដែលវាជាអំណាចរបស់មេអំណាចរបស់វត្តដាក់ណាអាហ្នឹងឯងដែលពុទ្ធបរិស័ទយើងភ្លឺស្វាងណាទៀតអត់មានគំនុំគុំស្អប់នន្ទាខ្នំខ្នាញ់ទៅរកបុគ្គលណាទេអាហ្នឹងនិយាយពីរឿងបុគ្គលម្នាក់ដែលមានកិលេសដែលមានបាបហើយយើងគ្រាន់តែជាវោហាទេនិយាយថាអ្នកណាធ្វើអីខុសឆ្គំឆ្គងហ្នឹងប៉ុន្តែស្ដាប់រឿយអប់រំរឿយពុទ្ធបរិស័ទនឹងទទួលពន្លឺភ្លឺស្វាងទាំងគឺដូចពាក្យដែលស្ដាប់បាញ់អញ្ចឹងបើអត់លោភៈទោសៈមោហៈទេអត់មានអ្នកណាធ្វើខុសអីបន្តិចបន្តួចទេស្មើនឹងព្រះអរហន្តអស់បាត់ទៅហើយដូច្នេះរឿងខុសឆ្គំឆ្គងអីទាំងប្រមាណអកុសលកម្មអាស្រ័យអកុសលមូលកាលណាបើពុទ្ធបរិស័ទឃើញច្បាស់លះបង់នៅទិដ្ឋានុស័យជាព្រះសោតាបានណាក៏ព្រះសិរីបុត្រសម្ដែងក្នុងសមាទិដ្ឋិសូត្របៃដកលេខ20ចាប់ផ្ដើមទី1ឡើងគឺកន្លែងហ្នឹងឯងកុសលកម្មអាស្រ័យកុសលមូលអកុសលកម្មអាស្រ័យអកុសលមូលកាលណាបើបានដឹងច្បាស់ហើយលះនៅទិដ្ឋានុស័យឃើញទេគឺអាការដែលប្រកម្មថាមានអ្នកដតីជាអ្នកធ្វើនៅបាបកម្មហ្នឹងអ្នកដតីដែលជាអ្នកធ្វើកម្មហ្នឹងវាកំចាត់បងទិដ្ឋិហ្នឹងទៅឃើញកុសលកម្មអាស្រ័យនៅកុសលមូលអលោភៈអទោសៈអមោហៈអកុសលកម្មអាស្រ័យនឹងអកុសលមូលប៉ុន្តែបើមិនអប់រំចម្រើនបញ្ញាទេណាយើងស្ដាប់អញ្ចឹងក៏ដោយវានៅចម្ពាក់ត្រង់ដែលថាអ្នកនឹងឯងជាអ្នកធ្វើកម្មព្រោះអ្នកនឹងមានលោភៈទោសៈមោហៈយើងវានៅក្នុងសេចក្តីប្រកម្មថាមានអ្នកដែលមានលោភៈទោសៈមោហៈមានអ្នកដែលមានកិលេសហ្នឹងខ្ញុំដឹងហើយថាអំពើបាបកម្មហ្នឹងវាអាស្រ័យកិលេសប៉ុន្តែមិនក៏វាកិលេសខ្លាំងម្លេះមិនដូចគេមិនដូចឯងឃើញទេវានៅក្នុងការចាប់យកមានសត្វមានបុគ្គលអ្នកធ្វើកម្មអាហ្នឹងគឺមកពីអត់តាន់មានសតិប្បដ្ឋានវិបស្សនាតែកាលណាអប់រំសតិប្បដ្ឋានវិបស្សនាគ្រាន់តែវោហាទេអ្នកដែលធ្វើបាបកម្មហ្នឹងគ្រាន់តែវោហាទេទៀតប៉ុន្តែវាអត់មានទិដ្ឋិចូលទៅប្រកាន់ថាមានអ្នកណាអ្នកធ្វើកម្មទេអកុសលកម្មមានអាស្រ័យអកុសលមូលតែអ្នកធ្វើកម្មវាអត់មានណាវាជ្រះស្រឡះអំពីគំនិតទៅណាវាអត់មានប្រកាន់ទៅអ្នកនេះអ្នកនោះជាអ្នកធ្វើនៅអកុសលកម្មនឹងទេតែអកុសលកម្មមានកើតឡើងព្រោះអកុសលមូលនឹងឯងហើយបានមានវោហាបញ្ញត្តិថាជាអ្នកធ្វើនៅបាបកម្មម្ល៉េះហើយបានដឹងថាជាអ្នករងគ្រោះពីព្រោះដោយសារវាមានកិលេសសវត្តដាក់ហ្នឹងណាមានអ្នកណាធ្វើកិលេសឲ្យខ្លួនឯងទេ
នឹងដែលពុទ្ធបរិស័ទយើងបានស្គាល់វត្តដាក់បានដឹងទុកបានដឹងហេតុដែលនាំឲ្យកើតទុកនឹងឯងចឹងកាលណាបើបានដឹងទុកដឹងហេតុដែលនាំឲ្យកើតទុកនឹងឯងជាវិបស្សនាញាណដែលបានដឹងថាទីរំលត់ទុកពីព្រោះការអស់ទៅនៃសេចក្តីទុកនឹងព្រោះអស់សមុទយៈព្រោះអស់ហេតុនឹងឯងអត់មានជាប់ទាក់ទិននឹងរឿងសត្វបុគ្គលទេសត្វបុគ្គលគ្រាន់តែសន្មតថាជាអ្នកមានទុកហើយអស់កិលេសចូលកាន់អនុបាទាបរិនិព្វានគឺយើងនិយាយថាព្រះអរហន្តបរិនិព្វានគ្រាន់តែជាវោហាទេដោយបរមត្តដោយអរិយសច្ចៈគឺមានតែទុកហើយនឹងការរលត់ទុកគឺការអស់ទៅនៃទុកព្រោះការអស់សមុទយៈមិនមែនអស់ឯងទេគឺអស់ដោយអរិយមគ្គអាហ្នឹងគឺអរិយសច្ចៈធម៌ហ្នឹងដែលត្រូវឃើញច្បាស់ដោយបញ្ញា